សួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាថ្ងៃសុក្របាទទី28ខែមីនាឆ្នាំ2025បាទខុសចិត្តដាច់ខែទៀតហើយបងប្អូនបាទនេះខ្ញុំសូមបង្ហាញបងប្អូនពីទស្សនវិជ្ជានៅជុំវិញផ្ទះរបស់ខ្ញុំបាទដំណាំនៅក្នុងជុំវិញផ្ទះរបស់ខ្ញុំបងប្អូននេះគឺជាដើមបងប្អូនមានស្គាល់ទេថាដើមនេះគឺជាដើមអីបាទនេះគឺជាដើមស្បៃរឿងបងប្អូននេះគឺខ្ញុំដាំល្អមែនតើបងប្អូននេះបាទដាំល្អមែនតើមានស្បៃរឿងមានម្រះព្រៅមានអីចឹងណាបងប្អូនបាទហើយយើងដាំក្បែរផ្ទះពេលតនេពេលអីយើងដាំទៅបងប្អូនដើម្បីកាត់បន្ថយការទិញគេបងប្អូនយើងមានដីមានអីស្រាប់ចឹងគឺបាទយើងដាំទៅលពឹសដៃផ្ទៃឆ្អែតបងប្អូនចាស់គាត់និយាយចឹងណាបាទនេះគឺជាស្បៃរឿងបាទមានស្បៃរឿងមានម្រះព្រៅនេះម្រះព្រៅបងប្អូននេះហើយមានម្ទេសទៀតបងប្អូននេះម្ទេសមានច្រើនណាបងប្អូននោះនៅអែបកម្មចណ្ដើផ្ទះខ្ញុំក៏ម្ទេសច្រើនដែរបងប្អូនបាទខែនេះបាទច្រើនហើយសំខាន់បន្លែធម្មជាតិផងបាទជំនួយដល់សុខភាពឥឡូវយើងនាំបងប្អូនមកមើលបន្លែនេះម្ដងបាទបងប្អូនមានស្គាល់ទេបន្លែនេះគឺជាបន្លែអីបងប្អូននេះល្អមែនតើបងប្អូននេះបាទខ្ញុំដាក់ប្រមាណរងដែរបាទនេះគេហៅថានេះបងប្អូនដើមផ្ទីបងប្អូនហើយល្អមែនតើបងប្អូននេះល្អណាស់ដើមផ្ទីបងប្អូននេះបាទខ្ចីញញតែម្ដងខ្ញុំទំដាំបានប្រហែលជាមួយមួយទឹកជាងឯងបងប្អូនឥឡូវវាលាស់ខ្ញុំបេះស្លខ្លះហើយអាហ្នឹងយើងអាចដើមផ្ទីយើងអាចយកវាទៅស្លក់អីចឹងឆ្ងាញ់ណាបងប្អូនស្លម្សៅស្លអីគឺឆ្ងាញ់មែនតើហើយខ្ញុំដាំនេះញឹកខ្ញុំបេះបានមួយសាបេះហូបបានមួយសាហើយប៉ុន្តែវាធំវាអត់ទាន់ពេញចំណូលវាបងប្អូននេះខ្ចីញញតែម្ដងបងប្អូននេះហើយអានេះថ្កូនបាទថ្កូននេះគឺខ្ញុំដាំតាណាគ្នាដែរបងប្អូននេះដាំតាណាគ្នាដែរបាទសិតតែបន្លែធម្មជាតិបងប្អូនយើងតានេគឺយើងដាំទៅយើងមានដីមានអីស្រាប់ហើយកុំឲ្យទុកពេលតានេអត់ប្រយោជន៍អានឹងយើងកាត់បន្ថយការចំណាយទិញគេទិញអីផងអញ្ចឹងបងប្អូននេះថ្កូនបងថ្កូនក្របបងប្អូននេះខ្ញុំទិញពីផ្សារមកកញ្ចប់2005បាទមកចប់រងនេះថ្កូនដែរប៉ុន្តែខ្ញុំដាំក្រោយបងប្អូននេះឥឡូវពងកញ្ចប់ពងដុះហើយមកទៀតមកដុះបដើនេះបាទហើយអានេះទៅសក់បងប្អូននេះទៅសក់បាទទៅសក់ចាប់ដើមដុះហើយបងប្អូននេះទៅសក់បាទអានេះទៅសក់ដែរបងប្អូននេះសក់យើងចាប់ដើមដុះហើយខ្ញុំទិញពីផ្សារមកហើយមកនេះវាមកកញ្ចប់របស់វា10000ជាងបងប្អូនទៅសក់បាទបងប្អូនទៅស្អាតមកទេខ្ញុំចង់ផ្ដាំផ្ញើឲ្យបងប្អូនពេលតនេពេលអីយើងមានដីមានអីចឹងយើងគួរតែដាំបងប្អូនជិះវៀងការទិញគេកាលណាទិញគេយើងវាល្អទី1វាល្អសម្រាប់សុខភាពជួនកាលបន្លែហ្នឹងយើងមិនដឹងថាយកមកពីណាប្រើជាតិគីមីអីខ្លះអញ្ចឹងវាអាចប៉ះពាល់ដល់សុខភាពហើយអស់លុយអស់កាក់ទៀតអញ្ចឹងយើងមានពេលតនេពេលអីយើងគួរតែដាំបើយើងមិនបានទៅលក់ក៏យើងអាចដាំខ្លួនឯងសម្រាប់យកមកហូបដែរអានឹងវាធម្មជាតិពិតតែម្ដងហើយនេះគឺបងប្អូននេះមានសក្រីមានអីចឹងបងប្អូនមានសក្រីមានល្ពៅមានអីចឹងខ្ញុំដាំជុំវិញផ្ទះបាទល្អមែនតើអានឹងយើងសម្រាប់សុខភាពយើងបាទយើងពេលតនេពេលអីចឹងយើងគួរតែដាំបងប្អូនដើម្បីការកាត់បន្ថយការចំណាយទិញគេព្រោះអីលុយឥឡូវយើងពិបាករកណាបើសិនជាយើងដាំខ្លួនឯងទៅអានឹងយើង
ការកាត់បន្ថយការចំណាយមួយផ្នែកហើយរបស់ដែលយើងដាំមកគឺធម្មជាតិសុទ្ធសាធតែម្ដងបាទអត់មានប្រើជាតិគីមីទេបាទល្អសម្រាប់សុខភាពឥឡូវនេះម្ទេសបាទម្ទេសបងប្អូននេះអូម្ទេសបងប្អូននេះច្រើនណាស់ម្ទេសបាទម្ទេសបាទហើយមានតែប៉ុណ្ណឹងបងប្អូនបាទអរគុណជម្រាបលាហើយនេះជាផ្ទះរបស់ខ្ញុំបងប្អូននេះជាផ្ទះរបស់ខ្ញុំហើយនោះក៏ម្ទេសដែរបងប្អូនបែរកម្មចិនដាផ្ទះណោះម្ទេសដែរអាហ្នឹងខ្ញុំដាំម្ទេសដែរវាមានម្ទេសវាមានមានម្ទេសមានជីមានអីចឹងបងប្អូននេះជីនឹងវងអានឹងយើងយកទៅញោមអីឆ្ងាញ់បងប្អូនបងសម្លបងអីណាបាទនេះម្ទេសបងប្អូននេះម្ទេសផ្លែច្រើនដែរបងប្អូនម្ទេសផ្លែច្រើនដែរបាទខ្ញុំដាំលំអកម្មចិនដាផ្ទះបាទខ្ញុំដាំនៅកម្មចិនដាផ្ទះបងប្អូនហ៊ានកម្មចិនដាផ្ទះបាទនេះកម្មចិនដាបាទអូខេវីដេអូមានតែប៉ុណ្ណឹងបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀត